សុភាសិតជំពូកទី3កូនអើយកុំឲ្យភ្លេចឱវាទអញឡើយគួរឲ្យចិត្តឯងកាន់តាមបណ្ដាំរបស់អញទាំងប៉ុន្មានត្បិតសេចក្តីទាំងនោះនឹងបំថែមឲ្យឯងបាងថ្ងៃវែងនិងអាយុយឺនយូរព្រមទាំងសេចក្តីសុខផងកុំឲ្យសេចក្តីមេត្តានិងសេចក្តីពិតចេញពីឯងបាត់ឡើយចូលចងសេចក្តីទាំងពីរនោះនៅកឯងចុះហើយចារឹកទុកនៅដួងចិត្តឯងដែរយ៉ាងនោះឯងនឹងបានប្រកបដោយគុណនិងបំណងល្អចំពោះព្រះហើយនឹងមនុស្សផងចូលទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្តកុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះនោះទ្រង់នឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯងកុំឲ្យមើលខ្លួនថាមានប្រាជ្ញាឡើយចូលកោតខ្លាចដល់ព្រះយេហូវ៉ាវិញហើយជៀសជែនពីសេចក្តីអាក្រក់ទៅនោះនឹងបានជាសេចក្តីសុខស្រួលដល់ស្រសៃឯងហើយជាធាតុសើមដល់ឆ្អឹងឯងចូលថ្វាយកិត្តិនាមដល់ព្រះយេហូវ៉ាដោយទ្រព្យសម្បត្តិហើយនឹងផលដំបូងពីសេចក្តីចម្រើនរបស់ឯងទាំងអម្បាលបានចុះយ៉ាងនោះអស់ទាំងចង្រុកឯងនឹងបានពេញបរិបូរណ៍ឯអស់ទាំងធុងឯងនឹងបានទឹកទំពាំងបាយជូរហូរហៀផងកូនអើយកុំឲ្យមើងងាយសេចក្តីព្រានរបស់ព្រះយេហូវ៉ាឡើយក៏កុំឲ្យណាយចិត្តនឹងសេចក្តីបន្ទោសរបស់ទ្រង់ដែរត្បិតអ្នកណាដែលព្រះយេហូវ៉ាទ្រង់ស្រឡាញ់នោះទ្រង់ក៏ស្តីប្រដៅផងគឺដូចជាឪពុកធ្វើចំពោះកូនដែលជាទីគាប់ចិត្តដល់ខ្លួនដែរសប្បាយហើយអស់អ្នកណាដែលរកបានប្រាជ្ញាហើយអ្នកណាដែលខំប្រឹងទាល់តែបានយោបល់ត្បិតការដែលបាននោះវិសេសជាងបានប្រាក់ទៅទៀតហើយកម្រៃអំពីនោះមកក៏ប្រសើរជាងមាសសុទ្ធផងប្រាជ្ញានោះមានតម្លៃជាងត្បូងទទឹមឥតមានរបស់ណាដែលចិត្តឯងប្រាថ្នាចង់បានដែលនឹងយកទៅផ្ទឹមឲ្យស្មើបានឡើយមានអាយុវែងនៅដៃស្ដាំព្រមទាំងទ្រព្យសម្បត្តិនិងកិត្តិស័ព្ទនៅដៃឆ្វេងនៃប្រាជ្ញានោះអស់ទាំងផ្លូវរបស់ប្រាជ្ញាសុទ្ធតែជាផ្លូវសោមនស្សហើយអស់ទាំងផ្លូវច្រោះនោះក៏ជាសេចក្តីសុខដែរប្រាជ្ញាជាដើមឈើនៃជីវិតដល់អស់អ្នកណាដែលចាប់យកបានហើយអស់អ្នកណាដែលកាន់ខ្ជាប់ក៏សប្បាយហើយព្រះយេហូវ៉ាបានប្រតិស្ថានផែនដីដោយសារប្រាជ្ញាក៏បានតាំងផ្ទៃមេឃដោយសារយោបល់ដែរដោយសារព្រះតម្រិកទ្រង់នោះអស់ទាំងទីជម្រៅបានធ្លាយចេញហើយពពកក៏ស្រក់ទឹកសន្សើរមកកូនអើយកុំឲ្យសេចក្តីទាំងនេះចេញបាត់ពីភ្នែកឯងឡើយចូលរក្សាសេចក្តីដែលមានប្រយោជន៍និងគំនិតវាងវៃចុះដូច្នេះសេចក្តីនោះនឹងបានជាជីវិតដល់ព្រលឹងឯងហើយជាគ្រឿងលម្អនៅកឯងនោះឯងនឹងបានដើរតាមផ្លូវឯងដោយសេចក្តីសុខហើយជើងឯងនឹងមិនជំពប់ឡើយកាលណាឯងដេកទៅនោះនឹងគ្មានភ័យខ្លាចអីសោះឯងនឹងដេកទៅហើយលក់ស្រួនកុំឲ្យនឹកខ្លាចក្រែងលោមានហេតុភ័យកើតមកឆាប់ភ្លាមនោះឡើយក៏កុំឲ្យខ្លាចការហិនវិន័យរបស់មនុស្សអាក្រក់នៅកាលដែលកើតមកនោះដែរត្បិតព្រះយេហូវ៉ាទ្រង់នឹងបានជាទីទុកចិត្តដល់ឯងទ្រង់នឹងរក្សាជើងឯងមិនឲ្យត្រូវជាប់ឡើយកាលណាឯងមានកម្លាំងដៃអាចធ្វើគុណឲ្យអ្នកណាដែលគួរផ្ដល់ឲ្យនោះកុំឲ្យបង្ខាំងទុកឡើយបើកាលណាឯងមានរបស់អ្វីនៅជិតឯងដែលអ្នកជិតខាងត្រូវការនោះកុំឲ្យនិយាយឡើយថាទៅសិនចុះស្អែកសមកនោះខ្ញុំនឹងឲ្យកុំឲ្យបង្កើតការអាក្រក់ទាស់នឹងអ្នកជិតខាងឯងដែលអាស្រ័យនៅជិតឯងដោយសុខសាន្តៈនោះឡើយបើមនុស្សណាមិនបានធ្វើប្រទុស្តីដល់ឯងនោះកុំឲ្យតតាំងនឹងគេដោយឥតហេតុឡើយកុំឲ្យច្រណែននឹងមនុស្សច្រឡោតឡើយក៏កុំឲ្យរើសយកផ្លូវណាមួយរបស់គេដែរត្បិតមនុស្សវេកជាទីខ្ពើមឆ្អមដល់ព្រះយេហូវ៉ាតែឯមនុស្សទៀងត្រង់នោះទ្រង់ជាមិត្តនឹងគេវិញសេចក្តីបណ្ដាសារបស់ព្រះយេហូវ៉ានោះនៅក្នុងផ្ទះរបស់មនុស្សអាក្រក់តែទ្រង់ប្រទានពរដល់ទីលំនៅរបស់មនុស្សសុចរិតទ្រង់តែងមើលងាយដល់ពួកដែលមើលងាយតែទ្រង់ប្រទានព្រះគុណចំពោះមនុស្សរាបសារមនុស្សប្រាជ្ញានឹងគ្រឿងបានសេរីល្អទុកជាមរតកតែសេចក្តីអាម៉ាស់ខ្មាននឹងបានជារង្វាន់ដល់មនុស្សឆោល្ងង់វិញ